สุดเลยตั้งแต่ไงนี้แฟรนไชส์ทอกจังนอมารำเนี่ยตั้งแต่มาจูบหนึ่งโฮเทลแฟรนไชส์ดอททอมจึงเกี่ยวพดในเลยพบโลกมวยแต่โฮเทลนี้มีวัตถุมินในสกขมายยังไฮใหญ่ให้ก็มีวัตถุมินในเลยปีพบโลกจำนวน130 มวยประเทศได้ให้ขนมมวยทั้งไงกอบเมียงกาบุกทิ้งละโหดดอจุดดับรำเลียนประตูขนมมวยทั้งไงให้โฮเทลนั้นมีชื่อว่า JW Marriott ได้ชื่อเป็นวิจอห์นวิลเลอร์มาริออตទំនុកចិត្តឈិនមុខគេនៃប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយនាំមកជូនដោយ BZ Advisor ហើយអូតែលនេះចាប់ផ្ដើមមកពីកូនអ្នកស្រែតែនិយាយទៅគឺគាត់ប្រកែកមែនតែន John Wheeler Marriott ហ្នឹងគឺគាត់ជាកូនអ្នកស្រែដែលកើតនៅឆ្នាំ1900គាត់កើតនៅអាមេរិកហើយក្នុងចំណោមកូន8នាក់គាត់ជាកូនទី2និយាយទៅដោយសារគាត់ជាកូនអ្នកស្រែអញ្ចឹងឪពុកម្ដាយរបស់គាត់នឹងអត់បានបង្រៀនពីការរកស៊ីទេហើយក៏មិនបានបង្រៀនមកគាត់អីណាស់ណាដែរគាត់បង្រៀនតែមួយគាត់ឪពុកគាត់បង្រៀនហ្នឹងគឺបង្រៀនថាតើធ្វើជាបរិសុទ្ធពុតគឺត្រូវធ្វើបែបម៉េចតើគួររស់នៅបែបណាជាមនុស្សប្រុសប៉ុន្តែឲ្យគឺតែគូរួមនៅបែបណានឹងដែរពង្រៀនថាអូកូនឯងត្រូវធ្វើអញ្ចេះគឺអត់ដែរប្រាប់ទេប៉ុន្តែគាត់ប្រាប់ថាកូនឯងត្រូវតែរស់នៅឲ្យខ្លាចជាបរិសុទ្ធពិតអញ្ចឹងគាត់ចាប់អានឹងបានប៉ុន្តែដោយសារតែគាត់មានដងផងគាត់មានដងផ្នែករស់ស៊ីនៅអាយុ13ឆ្នាំគាត់អាចរកស៊ីឲ្យឪពុកគាត់ចំនួន$2,000ដែលគាត់នៅការលក់សម្លាប់អញ្ចឹង$2,000នៅសម័យ1900ជាងនោះគឺច្រើនណាស់អ្នកទាំងអស់គ្នា$2,000វាស្មើច្រើនណាស់ខ្ញុំគិតថាអាចចង់ចូល$20,000ជាងក៏មិនដឹងចាប៉ុន្តែគាត់គឺជាមនុស្សដែរគេហៅថាបរិសុទ្ធពិតហ្មងដោយសារហេតុផលអីគាត់អាចធ្វើអាជីវកម្មរបស់គាត់ពីតូចទៅធំបានទូទាំងពិភពលោកគាត់ផ្ដោតទៅលើតែប្រមាណចំណុចទេចាំមើលតិចទៀតខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅប្រាប់ថាតើហេតុអីបានជាគាត់ជោគជ័យប៉ុន្តែខ្ញុំចង់និយាយពីគាត់តិចគាត់នឹងគឺជាមនុស្សគេហៅថាមនុស្សដែលយើងចង់ធ្វើការជាមួយហ្មងគេហៅបរិសុទ្ធដែលគិតគូរគ្រប់ជ្រុងជ្រោយគាត់គិតគូរហើយគាត់ដោះស្រាយបញ្ហាដោយសន្តិវិធីទៀតហើយអ្វីដែលខ្ញុំកោតសរសើរគាត់គាត់អាចជ្រើសយកដៃគូជីវិតមួយដែលស្រដៀងនឹងគាត់ហើយអាចឆ្នៃគ្រួសាររបស់គាត់នឹងទោះបីជារវល់មិនក៏គ្រួសារគេនឹងមានសុភមង្គលដែរនេះជាចំណុចមួយដែលខ្ញុំចង់លើកឲ្យអ្នកទាំងអស់គ្នាយកមកគិតប្រពន្ធក៏បាននិយាយថាបើទោះជារវល់យ៉ាងណាក៏ដោយប៉ុន្តែកូនក៏ត្រូវការយើងដែរអញ្ចឹងគាត់ពីរនាក់ធ្វើការខ្លាំងមែនទែនគាត់ពីរនាក់រហូតដល់ម៉ោង2ភ្លឺម៉ោង3ភ្លឺក៏នៅឃើញoffice គាត់បើកភ្លើងដែរប៉ុន្តែគាត់មានពេលសម្រាប់គ្រួសាររបស់គាត់ហ្នឹងខ្ញុំគិតថានឹងជាបំណែកធំដែលឪពុកគាត់បានបង្រៀនមកគាត់បាននិយាយថានៅពេលដែលគាត់ចាប់ផ្ដើមហូតែលគាត់ដំបូងបើសិនបើហូតែលគាត់ត្រូវលាបពណ៌ទាំងយប់គាត់អត់ចូលចិត្តពណ៌ហ្នឹងគឺគាត់លាបទាំងយប់ហ្មងហ្នឹងគឺជាជីវិតអ្នករស់ស៊ីអ្នកទាំងអស់គ្នាអ្នករកស៊ីហើយគេអាចគ្រប់គ្រងបានរហូតដល់រាប់ពាន់លាននៅថ្ងៃដែលគាត់នៅឆ្នាំ1985នៅពេលដែលគាត់ស្លាប់គាត់មានហូតែលហ្នឹងរហូតដល់143ហូតែលនិង resort ហើយបុគ្គលិករហូតដល់15,000នាក់ជាងទូទាំងពិភពលោកហើយបើនិយាយពីទ្រព្យសម្បត្តិវិញគឺ$4.5 លាននឹងនៅឆ្នាំដែលគាត់ស្លាប់1985ប៉ុន្តែដូចចូលមកចំណុចវិញហេតុអីបាន Marriott គាត់ខ្លាំង Marriott ហ្នឹងគឺដោយសារតែ JW Marriott ហ្នឹងគឺគាត់ធ្វើការផ្ទាល់ហ្មងគាត់អត់មានឲ្យអ្នកដទៃធ្វើការទេចង់និយាយថាគាត់ចេញ franchise មែនគឺអ្វីគឺគាត់គណៈគ្រប់គ្រងទាំងអស់មានន័យថាអ្នកទិញ franchise គឺទិញ franchise មែនប៉ុន្តែគឺគាត់ចុះទៅមើលហូតែលនឹងផ្ទាល់ហ្មងអញ្ចឹងទាំង143សាខាហូតែលនៅលើពិភពលោកហ្នឹងគឺគាត់មើលខ្លួនឯងហ្មងមួយឆ្នាំទៅមួយឆ្នាំគឺគាត់ចុះរហូតគាត់ចុះឲ្យគាត់ស្គាល់បុគ្គលិកធ្វើការនៅគ្រប់ហូតែលនឹងទាំងអស់អ្នកទាំងអស់គ្នាបុគ្គលិកម្នាក់ណាគឺគាត់ដឹងទាំងអស់អញ្ចឹងគឺគាត់ខ្លាំងមែនទែនបុគ្គលិកគាត់ទាំងអស់គឺគាត់ស្គាល់ទាំងអស់ពេលដែលបុគ្គលិកគាត់ឈឺគឺគាត់ចុះទៅមើលនៅពេលដែលបុគ្គលិកគាត់មានបញ្ហាគ្រួសារគឺគាត់យកមកជួយដោះស្រាយអាហ្នឹងជាចំណុចទី1ដែល Marriott គាត់ខ្លាំងគឺគាត់គ្រប់គ្រងគាត់ក្តោបជុំមានន័យថាគាត់ក្តោបទាំងហូតែល system របស់គាត់ក្តោបទាំងបុគ្គលិកអញ្ចឹងគាត់ចាប់យកចំណុចខ្លាំងរបស់អាជីវកម្មគឺបុគ្គលិកដូចខ្ញុំធ្លាប់បាននិយាយនិនចា delivery ក៏គាត់ចាប់ចំណុចខ្លាំងឬបុគ្គលិកដែរអញ្ចឹង Marriott គាត់ចាប់ចំណុចខ្លាំងគឺបុគ្គលិកគាត់និយាយថាបើសិនជាបុគ្គលិកគាត់សប្បាយចិត្ត customer គាត់ក៏សប្បាយចិត្តដែរអញ្ចឹងវាចំណុចដូចខ្ញុំនិយាយអាចចូលដដែលប៉ុន្តែខ្ញុំចង់បញ្យល់អ្នកទាំងអស់គ្នាថាបុគ្គលិកគឺជាចំណុចស្នូលនៃអាជីវកម្មអញ្ចឹងសូម្បីតែតាំងពីឆ្នាំ1900ជាងមកគឺគេចាប់បុគ្គលិកឲ្យច្បាស់គឺអ្វីគឺដើរដំណើរការបានស្រួលបន្ទាប់មកទៀតគឺគាត់ផ្ដោតទៅលើសុវត្ថិភាពអញ្ចឹងអ្នកដែលភាគច្រើនបញ្ហាសុវត្ថិភាពនៅពេលដែលមនុស្សស្រីដូចពួកយើងអីនៅលាវឬមួយក៏យើងចង់ធ្វើដំណើរទៅធ្វើការទៅធ្វើអីពេលខ្លះមនុស្សស្រីពិបាករកកន្លែងដែលមានសុវត្ថិភាពរស់នៅស្នាក់នៅអញ្ចឹងគាត់ចង់បង្កើតបរិយាកាសមួយសម្រាប់មនុស្សស្រីដែលអាចទៅបានទៅដល់មានម្ហូបមានអីស្រាប់មានកន្លែងស្អាតឲ្យមនុស្សស្រីនឹងអាចស្នាក់នៅបាន2-3ថ្ងៃទោះបីជាអត់នៅផ្ទះក៏មានកន្លែងស្នាក់នៅល្អព្រោះមនុស្សស្រីចូលចិត្តកន្លែងស្អាតចូលចិត្តកន្លែងមានសុវត្ថិភាពអញ្ចឹងគឺគាត់ផ្ដោតទៅលើអានឹងស្អាតសុវត្ថិភាពអនាម័យហើយមានសេវាល្អ
ល្អហើយបើចូលទៅគឺអត់បារម្ភនឹងរឿងសុវត្ថិភាពទេគឺគេមើលថែ strictly ហ្មងគឺគេតឹងរឹងអញ្ចឹងមនុស្សស្រីចូលទៅមានអារម្មណ៍ថាខ្ញុំពិតជាមើលបានទទួលការមើលខុសត្រូវបានល្អអញ្ចឹងគេ booking គាត់អត់ស្ដាយលុយទេអញ្ចឹងណាអាហ្នឹងហើយគឺការមើលថែបានច្បាស់លាស់មើលថែដោយចិត្តណានៅពេលដែលយើងប្រើអាពាក្យថាយើងមើលថែដោយចិត្តស្មោះត្រង់ណាគឺយើងមើលថែគេបែបហ្នឹងបន្ទាប់មកទៀតអ្វីដែលសំខាន់កត្តាទី3អាកត្តាទី3នេះគឺបន្ទាប់នៅពេលដែល Marriott John Wheeler Marriott ហ្នឹងគាត់ស្លាប់ហើយគឺកូនគាត់បានធ្វើអាហ្នឹងឲ្យជោគជ័យមែនតើហ្នឹងដែល boom ខ្លាំងហ្នឹងនៅពេលដែលចាប់ផ្ដើមមានអ៊ីនធឺណិតនៅពេលដែលអ៊ីនធឺណិតចាប់ផ្ដើមមានភ្លាម Marriott Hotel ហ្នឹងគឺគាត់ជា hotel ទី1ដែល open សម្រាប់ online booking គ្រាន់តែគាត់ចាប់ផ្ដើមបាន online booking ហ្នឹងគឺការ booking គាត់ឡើងខ្លាំងមែនតើហើយនៅពេលហ្នឹងឯងដែល hotel ជាច្រើនសុខចិត្តចូលជា partner ក្រោមជ្រកក្រោមMarriott ទៅជា franchise របស់ Marriott ណាដើម្បីព្រោះ Marriott គាត់មានភ្ញៀវច្រើននៅក្នុងដៃក្នុងមួយថ្ងៃគាត់អាចមានដល់15លាន booking អ្នកទាំងអស់គ្នាដឹងអត់15លាន booking គឺច្រើនមែនតើណាតើប្រហែល hotel ដែលអាចទទួល benefit ពីគាត់បានដោយសារអញ្ចឹងហើយទើបគាត់ set up system ហ្នឹងហ្មងអញ្ចឹងហើយនៅពេលដែលយើងចេះបត់បែនណានៅពេលដែលយើងចេះបត់បែនតាមកលៈទេសៈឲ្យត្រូវគឺយើងអាចតាន់គេមុនគេហើយលឿនជាងគេចារហូតដល់ឥឡូវនេះក្នុងមួយថ្ងៃមាន15លាន booking អ្នកទាំងអស់គ្នា15លាន booking ខ្ញុំនិយាយហើយនិយាយទៀតគឺច្រើនអញ្ចឹងកត្តាហ្នឹង Marriott គឺគាត់យកបុគ្គលិកមកដាក់ខាងមុខដើម្បីជោគជ័យបន្ទាប់មកទៀតយកបញ្ហាផុសភ្ញៀវមកដាក់ជោគជ័យហើយបន្ទាប់មកទៀតគឺការឈានមុខគេគឺការភ្ញាក់ដឹងខ្លួនមុនគេយើងរកគឺគេហៅ innovation ណានៅពេលដែលយើងចាប់ផ្ដើមកែប្រែខ្លួនមើលតាមស្ថានភាពឲ្យបត់បែនបានលឿនអាហ្នឹងគឺជាចំណុចពិសេសហើយអញ្ចឹងអ្នកទាំងអស់គ្នាប៉ុន្តែខ្ញុំចង់លើកមកបន្តិចចំណុចទី2បញ្ហារបស់បុគ្គលិកភ្ញៀវហ្នឹងមានបញ្ហាមួយទៀតដែលគាត់យកមកគឺគាត់ធ្វើឲ្យភ្ញៀវគាត់អាច complain តាមចិត្តហ្មងមានន័យថាម៉េចភ្ញៀវរបស់គាត់អត់ចាំបាច់ត្រូវអង្គុយជួប manager សម្រាប់ complain ទេភ្ញៀវរបស់គាត់មានកระดาษ complain នៅលើតុគ្រប់ជ្រុងនៃ hotel ហ្នឹងអញ្ចឹងអត់សុបាយចិត្តទៅសេនៅពេលដែលគាត់បានដោះស្រាយបញ្ហារបស់ភ្ញៀវផ្ទាល់អញ្ចឹងគឺគាត់អត់ខ្លាចនឹងការផ្ដល់សេវាឲ្យភ្ញៀវគាត់ទេដោយសារគាត់ដឹងថាគាត់គួរកែអីអូខេអញ្ចឹងបញ្ហាគឺនៅពេលខ្លះយើងខ្លាចក្នុងការដោះស្រាយបញ្ហារបស់ភ្ញៀវប៉ុន្តែកុំភ្លេចតែបញ្ហាគឺជាឱកាសអញ្ចឹងនៅពេលដែលឱកាសមកដល់យើងដោះស្រាយវាពេលនឹងឯងទេអ្នកទាំងអស់គ្នាអាចឈររឿងមកបានអញ្ចឹងដូចគ្នាការចេញ franchise គឺគាត់ត្រូវផ្ដោតលើបុគ្គលិកការចេញ franchise គាត់ដោះបញ្ហាខុសភ្ញៀវបន្ទាប់មកទៀតគឺគាត់ធ្វើឲ្យខ្លួនគាត់នឹងតាមយុគសម័យគឺ Marriott នឹងគាត់បត់បែនតាមយុគសម័យរបស់គាត់តែម្ដងត្រឡប់មកវិញមិនថាយីហោរបស់យើងបង្កើតមកដោយនរណាមិនថាយីហោយើងបង្កើតមកទូទៅធំឬយ៉ាងម៉េចទេប៉ុន្តែឲ្យតែយើងព្យាយាមក្នុងការដោះស្រាយបញ្ហារបស់ភ្ញៀវយើងយកចិត្តទុកដាក់លើបុគ្គលិកហើយយើងព្យាយាមតាមឲ្យទាន់គេអ្នកទាំងអស់គ្នានឹងរកផ្លូវចេញឃើញសង្ឃឹមថាអ្នកទាំងអស់គ្នាបានរៀនខ្លីៗពី Marriott Hotel ហើយកុំភ្លេចទៅសាក Marriott Hotel នៅស្រុកខ្មែរយើងនេះដែលគាត់មានហើយនៅស្រុកខ្មែរតម្លៃប៉ុណ្ណាខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំគិតថាគេផ្ដល់សេវាគឺល្អមែនទែនអូខេអរគុណច្រើនកម្មវិធីគ្រប់គ្រងអាជីវកម្មបែប Digital ស្រួលបំផុតដែលអ្នកមិនធ្លាប់មាន Easy Accounting Software ពី BZ Advisor